buộc ôn miền đăng tế tờ một đùm nệm này tăngពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ត្រូវមានវិជាអត្រាអង្គឋានចំនួនប្រមាណបាទយោងទៅតាមច្បាប់ដីពីអត្រាអង្គឋានគឺមនុស្សគ្រប់រូបត្រូវមានការចុះបញ្ជីអត្រាអង្គឋានចំនួន3ប្រភេទបញ្ជីអត្រាអង្គឋានទី1គេហៅថាបញ្ជីកំណើតរស់បាទបញ្ជីកំណើតរស់នេះគឺបានន័យថាសម្រាប់មនុស្សម្នាក់ៗដែលបានកើតនៅលើទឹកដីប្រទេសកម្ពុជាដែលមានឪពុកម្ដាយជាជនជាតិខ្មែរគឺតម្រូវឲ្យចុះកំណើតរស់ដែលគេហៅថាសម្បត្តិកំណើតបាទអញ្ចឹងសម្បត្តិកំណើតនេះគឺត្រូវការចុះនៅសាលាឃុំសង្កាត់នីមួយៗដែរឪពុកម្ដាយរបស់ទារកនឹងមានអាសយដ្ឋានស្នាក់នៅហើយចំណុចមួយទៀតទាក់ទងទៅនឹងកំណើតរួមដែរគឺបញ្ជីបញ្ជាក់កំណើតបានន័យថាអានឹងដូចជាសម្បត្តិកំណើតដែរប៉ុន្តែគេចេញនៅសម្បត្តិបញ្ជាក់កំណើតឲ្យនេះគឺដោយសារតែទារកនឹងគឺបានកើតលើសពី30ថ្ងៃហើយទើបយកមកធ្វើចុះបញ្ជីបញ្ជាក់កំណើតបាទហើយបញ្ជីអត្រានុកូលដ្ឋានទី2គឺគេហៅថាបញ្ជីអាពាហ៍ពិពាហ៍ឬក៏យើងហៅថាសម្បត្តិអាពាហ៍ពិពាហ៍នេះឯងទាក់ទងទៅនឹងបញ្ជីអាពាហ៍ពិពាហ៍នេះគឺត្រូវបានចុះនៅពេលណាដែលបុរសហើយនឹងស្ត្រីគាត់មានចំណងស្នេហាហើយគាត់ចង់ចុះនៅបញ្ជីអាពាហ៍ពិពាហ៍គឺគាត់អាចធ្វើការចុះនៅបញ្ជីអាពាហ៍ពិពាហ៍នេះបានទៅតាមសាលាឃុំសង្កាត់សម័យខ្លួនខាងស្រីឬក៏សម័យខ្លួនខាងប្រុសតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចចំណែកបញ្ជីអត្រាអង្គឋានចុងក្រោយគឺគេហៅថាបញ្ជីមរណភាពបញ្ជីមរណភាពនេះគឺត្រូវបានចុះនៅពេលដែលមនុស្សម្នាក់ទទួលមរណភាពបាទហើយការចុះបញ្ជីនេះក៏ត្រូវចុះនៅសាលាឃុំសង្កាត់នៃអធិដ្ឋានដែរបុគ្គលដែលទទួលមរណភាពនោះស្នាក់នៅជាអចិន្ត្រៃយ៍បាទអញ្ចឹងគឺបញ្ជីអត្រាអង្គឋានសរុបមកវិញគឺមាន3ទី1គេហៅថាបញ្ជីកំណើតរស់ទី2បញ្ជីអាពាហ៍ពិពាហ៍ទី3គឺបញ្ជីមរណភាពជាងតើតើបញ្ជីអត្រាអង្គឋាននេះគឺខ្ញុំសូមប៉ុណ្ណឹងហើយវីដេអូក្រោយៗទៀតខ្ញុំនឹងលម្អិតអំពីថាតើមន្ត្រីអត្រាអង្គឋានមានប្រមាណថ្នាក់ហើយថ្នាក់នីមួយៗមានកាតព្វកិច្ចនិងភារកិច្ចអ្វីខ្លះបាទសូមអរគុណ